តើរឿងនេះយ៉ាងម៉េចទៅចាញ់ក្តីយ៉ាងម៉េចហើយតុលាការនេះគេចោទប្រកាន់លោកពីបទអីដែរមែនតើរឿងនេះមិនមែនជារឿងថ្មីប្រហែលទេរឿងលោកហ៊ុនតូនៅអូស្ត្រាលីនេះបងប្អូនដឹងហើយថាតាំងពីអំឡុងឆ្នាំ2022មកម្លេះគឺសារព័ត៌មានអន្តរជាតិមាន Al Jazeera មាន The Australian សុទ្ធតែបានផ្សាយអត្ថបទស៊ើបអង្កេតស្រាវជ្រាវមួយតាក់ទងនឹងភាពពាក់ព័ន្ធនៃការជួញដូរគ្រឿងញៀនពីកម្ពុជាទៅប្រទេសអូស្ត្រាលីហើយនឹងការជួញដូរមនុស្សផងនៅក្នុងនោះគឺសារព័ត៌មានទាំងពីរនេះតាំងពីដើមឡើយមកហ្នឹងគឺតែងតែលើកនិយាយអំពីលោកហ៊ុនតូដែលថាអាចមានពាក់ព័ន្ធចូលនៅក្នុងបទល្មើសនៃការឆបោកឬសំទោសការជួញដូរគ្រឿងញៀនឬក៏ជួញដូរមនុស្សឆ្លងដែននេះក៏ប៉ុន្តែដោយសារតែព័ត៌មានដែលផ្សព្វផ្សាយទៅនោះគឺពេលមួយនោះគឺលោកហ៊ុនតូខ្លួនលោកបានជួលមេធាវីឲ្យប្តឹងសារព័ត៌មានទាំងពីរនេះធ្លាប់ប្តឹងម្ដងហើយគឺប្តឹងតាក់ទងនឹងបទបរិហាគេតាក់ទងនឹងព័ត៌មានមិនពិតនិយាយទៅប្រខូចគេឈ្មោះកិត្តិយសដល់លោកហ៊ុនតូដែលលោកអះអាងថាលោកគ្មានពាក់ព័ន្ធអីជាមួយនឹងការជួញដូរគ្រឿងញៀនឬក៏ជួញដូរមនុស្សអីដោយអ្វីដែលជាការដែលសន្និដ្ឋានរបស់សារព័ត៌មានកន្លងមកនេះអញ្ចឹងដំណើរការក្តីនឹងក៏វិវត្តទៅវិលមកតែទីបំផុតបើយើងនៅចាំកាលពីអំឡុងឆ្នាំ2024គឺខែកក្កដាសារព័ត៌មាន The Australian ចាញ់ក្តីលោកហ៊ុនតូម្ដងដោយសារតែចាញ់ក្តីនឹងត្រង់ថាអត្ថបទដែលផ្សព្វផ្សាយរបស់សារព័ត៌មាននេះគឺមិនអាចនឹងយកភស្តុតាងដែលជាអង្គហេតុពិតពីប៉ូលីសមកបានដោយសារតែប៉ូលីសគេអត់បញ្ចេញឯកសារហ្នឹងឲ្យសារព័ត៌មាននឹងដកស្រង់អញ្ចឹងសារព័ត៌មាននេះនិយាយអីក៏ដោយថាសំអាងទៅលើអត្ថបទអីមួយនោះគឺវាទៅជារឿងខ្វះអង្គហេតុខ្វះភស្តុតាងដែលធ្វើឲ្យហុចដងដាវដល់លោកហ៊ុនតូនៅក្នុងការចោទប្រកាន់សារព័ត៌មាននេះពីបទបរិហាគេពីបទបង្ខូចគេឈ្មោះអីចឹងទៅហើយជាក្រមសីលធម៌វិជ្ជាជីវៈរបស់សារព័ត៌មាន The Australian កាលពីពេលនោះគឺបានចេញសេចក្តីបំភ្លឺកែតម្រូវហ្នឹងគឺត្រង់ថាព្រមឲ្យលោកហ៊ុនតូឬក៏ព្រមផ្សាយសេចក្តីថ្លែងការណ៍របស់លោកហ៊ុនតូដែលថាលោកមិនពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀនអីចឹងទៅអញ្ចឹងរឿងនេះគឺធ្លាប់កើតឡើងពីមុនមកបានន័យថាលោកហ៊ុនតូធ្លាប់ឈ្នះក្តីរបស់សារព័ត៌មាន The Australian អីចឹងហើយក៏ធ្លាប់ឈ្នះក្តីសារព័ត៌មាន Al Jazeera នឹងដែរតាក់ទងនឹងរឿងដែលថាផ្សព្វផ្សាយព័ត៌មានដោយមិនអាចយកភស្តុតាងពីប៉ូលីសមកបានដោយគិតថាជាការសន្និដ្ឋានណាក៏ប៉ុន្តែថ្ងៃនេះគឺជារឿងថ្មីប្លែកមួយគឺថ្ងៃទី18ខែមីនាម្សិលមិញទេតាមពិតតែសាលក្រមឬក៏សេចក្តីសម្រេចរបស់តុលាការសហព័ន្ធអូស្ត្រាលីនេះគឺទៅតែយើងឃើញចេញផ្សាយទូលំទូលាយនៅថ្ងៃនេះដែលមានកម្រាស់ជាង40ទំព័រខ្ញុំមិនអាចនឹងជម្រាបជូនបងប្អូនលម្អិតបានទេគ្រាន់តែថាសង្ខេបខ្លីៗថាតើខ្លឹមសារនៃសេចក្តីសម្រេចរបស់តុលាការអូស្ត្រាលីរឿងលោកហ៊ុនតូនេះមានន័យថាម៉េចបើជាសរុបទៅគឺតុលាការសម្រេចឲ្យសារព័ត៌មានអន្តរជាតិ Al Jazeera ឈ្នះក្តីបានន័យថាឲ្យលោកហ៊ុនតូចាញ់ក្តីមានន័យថាម៉េចលោកហ៊ុនតូចោទពីបទតាមពិតនេះគឺជាបណ្ដឹងឧទ្ធរទេបានន័យថាបណ្ដឹងជំទាស់ទៅអ្វីដែលធ្លាប់ប្តឹងហើយដែលតុលាការឲ្យសារព័ត៌មាននេះចាញ់ក្តីម្ដងរួចទៅហើយអញ្ចឹងនៅក្នុងន័យនេះគឺបានន័យថាសារព័ត៌មាននេះមិនអស់ចិត្តត្រង់ថាខ្លួនផ្សព្វផ្សាយព័ត៌មានដោយយោងទៅលើអត្ថបទរបស់របាយការណ៍របស់ប៉ូលីសសហព័ន្ធអូស្ត្រាលីហើយប៉ូលីសសហព័ន្ធអូស្ត្រាលីអត់បានបញ្ចេញរបាយការណ៍ហ្នឹងដើម្បីជួយឲ្យសារព័ត៌មានអន្តរជាតិនេះយកមកការពារខ្លួនបានទេដោយថាតកតងនឹងការរក្សាការសម្ងាត់តកតងនឹងទំនាក់ទំនងរវាងប្រទេសទាំងពីរកម្ពុជាអូស្ត្រាលីឬអីចឹងទៅវាមានហេតុផលអីច្រើនតែប៉ូលីសយ៉ាងណាក៏គាត់អាចនឹងមានហេតុផលមិនបញ្ចេញព័ត៌មានឯកជនណាមួយបានទេព្រោះអីនៅក្នុងការស៊ើបអង្កេតអីមួយដំណាក់កាលស៊ើបអង្កេតប៉ូលីសនិងតុលាការគេមិនដែលចេញព័ត៌មានសម្ងាត់ឲ្យអ្នកណាដឹងទេវាជារឿងក្រឹតក្រមច្បាប់ស្រុកណាក៏គេធ្វើអញ្ចឹងដែរអញ្ចឹងបានអូស្ត្រាលីប៉ូលីសគេយកគោលការណ៍មួយថាមិនបញ្ចេញព័ត៌មានហ្នឹងដែលធ្វើឲ្យសារព័ត៌មាន Al Jazeera ដែលប្តឹងដែលចង់និយាយថាកាលពីមុនដែលចាញ់ក្តីហ្នឹងគឺអត់អាចនឹងការពារខ្លួនឯងបានណាព្រោះអីខ្លួនយោងទៅលើអាចនឹងអត្ថបទសម្ងាត់ឬអាចអត្ថបទស្រាវជ្រាវឬក៏មានប្រភពខាងក្នុងនៃប៉ូលីសអីចឹងទៅដល់ពេលប៉ូលីសអត់ចេញរបាយការណ៍ហ្នឹងមកខ្លួនអត់អាចនឹងយកមកការពារខ្លួនបានចាញ់ក្តីលោកហ៊ុនតូម្ដងរួចទៅហើយក៏ប៉ុន្តែនៅពេលនេះតុលាការអូស្ត្រាលីសម្រេចផ្ទុយទៅវិញថាបង្គាប់ឲ្យប៉ូលីសសហព័ន្ធអូស្ត្រាលីហ្នឹងឆ្លើយតបទៅតាមសំណូមពររបស់
សារព័ត៌មាន Al Jazeera ដែលស្នើសុំឯកសារមិនតិចជាង17ច្បាប់ទេដើម្បីយកមកគាំទ្រការផ្សព្វផ្សាយរបស់ខ្លួនអំពីភាពពាក់ព័ន្ធរបស់លោកហ៊ុនតូនៅក្នុងការជួញដូរគ្រឿងញៀននិងឆបោកនឹងជួញដូរមនុស្សអីហ្នឹងដូច្នេះអាពាក្យបរិហាគេបានន័យថាបើពេលលោកហ៊ុនតូចាញ់ក្តីបែបនេះតុលាការមានលទ្ធភាពសំទោសសារព័ត៌មាននេះគឺមានភ័ស្តុតាងរបស់ខ្លួននៅក្នុងការបន្តផ្សព្វផ្សាយអំពីករណីភាពពាក់ព័ន្ធគ្នារបស់លោកហ៊ុនតូនិងការជួញដូរគ្រឿងញៀនពីកម្ពុជាចូលទៅប្រទេសអូស្ត្រាលីនិងការជួញដូរមនុស្សអីចឹងទៅអញ្ចឹងបានន័យថានេះគឺជាជោគជ័យរបស់ Al Jazeera ប៉ុន្តែជាបរាជ័យរបស់លោកហ៊ុនតូបរាជ័យបានន័យថាម៉េចបានន័យថាលោកហ៊ុនតូគឺនឹងស្ថិតក្រោមការស៊ើបអង្កេតឬក៏អាចនឹងប្រឈមនឹងការស៊ើបអង្កេតរបស់ប៉ូលីសសហព័ន្ធឬក៏អាចនឹងបើកកកាយសំណុំរឿងតាក់ទងនឹងរឿងគ្រឿងញៀននិងការជួញដូរមនុស្សហ្នឹងដែលធ្វើឲ្យសារព័ត៌មាន Al Jazeera នៅពេលនេះគឺគាត់អាចនឹងមានសិទ្ធិនៅក្នុងការផ្សព្វផ្សាយបន្តទៅទៀតឲ្យស៊ីជម្រៅតាក់ទងនឹងរឿងក្តីរបស់គាត់រឿងមានឈ្មោះលោកហ៊ុនតូនៅក្នុងនោះពីមុនលោកហ៊ុនតូធ្លាប់ប្រាប់ថាគាត់អត់ពាក់ព័ន្ធទេហើយដោយសារព័ត៌មាននេះអត់អាចនឹងយកប្រភពព័ត៌មានពីប៉ូលីសមកបានធ្វើឲ្យពួកគាត់ត្រូវតែចាញ់ក្តីហ្នឹងដោយសារតែបើមិនអញ្ចឹងខាងលោកហ៊ុនតូចោទពីបទបរិហាគេដោយអត់មានភស្តុតាងនឹងទាសំណងអីច្រើនផងប៉ុន្តែបើជាមួយ The Australian គឺមានការសម្របសម្រួលគ្នាហើយការសម្របសម្រួលគ្នានោះបើតាមព័ត៌មានគឺគាត់អាចសម្របសម្រួលគ្នាក្រៅប្រព័ន្ធតុលាការមុននឹងមានការសម្រេចរបស់តុលាការផងបានន័យថា The Australian ចង់បញ្ចប់ក្តីហ្នឹងក៏ព្រមទទួលស្គាល់ថាអត់មានប្រភពដែលអាចនឹងបញ្ជាក់បានសុខចិត្តឲ្យលោកហ៊ុនតូហ្នឹងថ្លែងសារលើសារព័ត៌មានរបស់ខ្លួនថាខ្លួនមិនពាក់ព័ន្ធអីចឹងទៅផ្សាយទៅអញ្ចឹងទៅហើយក៏ដកអត្ថបទចាស់របស់ The Australian អីចេញមកវិញឥឡូវនេះរឿងក្តីនេះគឺបានន័យថាលោកហ៊ុនតូគឺអាចនឹងជាប់ពាក់ព័ន្ធនៅក្នុងការចោទប្រកាន់ពីរឿងឆបោកឬសំទោសរឿងគ្រឿងញៀនជួញដូរគ្រឿងញៀនហើយនឹងជួញដូរមនុស្សទៅអូស្ត្រាលីហ្នឹងដែលអាចនឹងបើកឲ្យមានការស៊ើបអង្កេតទ្រង់ទ្រាយធំយ៉ាងម៉េចតទៅទៀតរឿងនេះគឺជារឿងមួយដែលជាការបរាជ័យសម្រាប់លោកហ៊ុនតូប៉ុន្តែជាជោគជ័យរបស់កាសែត Al Jazeera ហើយក៏ជាការបើកទំព័រថ្មីដើម្បីឲ្យប៉ូលីសសហព័ន្ធអូស្ត្រាលីបញ្ចេញឯកសារសម្ងាត់ទាំងឡាយណាដែលខ្លួនគិតថាពាក់ព័ន្ធនឹងលោកហ៊ុនតូហើយគិតថាមិនអាចបញ្ចេញបានឥឡូវតុលាការបង្គាប់ថាបើសិនជា Al Jazeera ទាមទារឯកសារទាំងនោះគឺត្រូវប្រគល់ឲ្យ Al Jazeera ដើម្បីយកមកធ្វើជាឯកសារសម្អាងនៅក្នុងការផ្សព្វផ្សាយព័ត៌មានពិតរបស់ខ្លួនបាទឥឡូវនេះគឺរឿងនេះបើយើងនិយាយមែនតើទៅគឺវាមិនមែនជារឿងថ្មីទេប៉ុន្តែប្រព័ន្ធច្បាប់ប្រព័ន្ធផ្សព្វផ្សាយដែលឯករាជ្យដែលមានវិជ្ជាជីវៈគឺមិនងាយចេះតែថាទេតែយើងថាទៅគឺអ្នកណាក៏ដោយគឺគេអាចចោទប្រកាន់ឥឡូវរឿងមែនតើទៅវាហាក់បីដូចជារឿងសរសៃមីនិងសរសៃកាទៀវទៀតដែរបងប្អូនរឿងសហាយស្មន់ពេលខ្លះយើងអត់បានគិតទេយើងគិតថាចោតប្រកាន់គ្នាពីរឿងសរសៃមីនិងសរសៃកាទៀវដឹកនារីម្នាក់តែជាស្រីកំណាន់ទៅហូបកាទៀវគេរាយការណ៍ប្រាប់ប្រពន្ធថាប្តីមានស្រីដឹកយកទៅហូបកាទៀវប្តីទៅប្រាប់ប្រពន្ធថាអ្នកហ្នឹងនិយាយហ្នឹងកុហកទេគឺនិយាយប្រមូលបង្កាច់អត់មានដឹកទៅហូបកាទៀវទេគឺទៅហូបមីអញ្ចឹងទៅដូច្នេះរឿងនេះគឺខ្ញុំមិនចោទប្រកាន់ឬយ៉ាងណាទេប៉ុន្តែត្រូវចាំថាលោកហ៊ុនតូមានឈ្មោះនៅក្នុងបញ្ជីខ្មៅរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកថ្កោលទោសផ្ដន្ទាទោសតាក់ទងនឹងការលាងលុយការឆបោកអីមួយកណោតាក់ទងនឹងក្រុមហ៊ុន Huawei របស់គាត់នៅស្រុកខ្មែរដែលពាក់ព័ន្ធនឹងការឆបោកអនឡាញពាក់ព័ន្ធនឹងរឿងអីនឹងមួយកណោក៏ដឹកដែរប៉ុន្តែអត់ដែលមានការស៊ើបអង្កេតនៅប្រទេសកម្ពុជាទេហើយក៏គេមិនដែលឆ្ងល់ដែរថាការមិនស៊ើបអង្កេតនេះអាចថាវាមិនមានបណ្ដឹងអីនៅស្រុកខ្មែរអ្នកណាដាក់បណ្ដឹងអីអញ្ចឹងទៅវាអត់អាចប៉ូលីសអីគេស៊ើបអង្កេតបានណាក៏ប៉ុន្តែប៉ូលីសឬក៏រដ្ឋអាជ្ញាអត់ចាំបាច់តែមានរថជនរងគ្រោះណាដាក់ពាក្យបណ្ដឹងទេឲ្យតែជាប្រយោជន៍សាធារណៈព្រោះពាក្យថាអัยការគឺអ្នកចោតប្រកាន់គឺបម្រើប្រយោជន៍សាធារណៈដើម្បីដាក់បន្ទុកទៅលើជនណាម្នាក់ឬក៏ពេលដែលកើតអក្រិតកម្មអីឡើងគឺព្រះអាជ្ញាតួនាទីរបស់ខ្លួនគឺត្រូវតែកសាងសំណុំរឿងដាក់ប្តឹងឬចោតប្រកាន់ស៊ើបអង្កេតដើម្បីឲ្យមានតម្លាភាពទាំងសុចរិតល្អសម្រាប់លោកហ៊ុនតូផងសម្រាប់សាធារណជនផងសម្រាប់យុត្តិធម៌សង្គមផងកុំឲ្យមានមន្ទិលឥឡូវនេះបើអត់មានការស៊ើបអង្កេតអីតាក់ទងលោកហ៊ុនតូធ្វើបាបលោកហ៊ុនតូវិញព្រោះអីលោកនៅតែប្រហែលថាលោកអត់មានពាក់ព័ន្ធអីសោះអញ្ចឹងទៅហ៎ប្រទីងបតុងគ្នាមួយសារព័ត៌មានអន្តរជាតិគេផ្សាយថាមានជាប់ពាក់ព័ន្ធហ៎នៅស្រុកខ្មែរអត់ស៊ើបអង្កេតអញ្ចឹងរឿងហ្នឹងវានៅមានមន្ទិលប៉ុន្តែពាក្យថាមន្ទិលគឺជាវិមតិសង្ស័យវិមតិសង្ស័យបានប្រយោជន៍ទៅអ្នកដែលសង្ស័យ
មិនមែនបានប្រយោជន៍ទៅជនសង្ស័យដូចក្នុងប្រព័ន្ធតុលាការអីក៏ដោយតែយើងមានវិមតិសង្ស័យមានការសង្ស័យថារឿងនេះវាមិនទាន់ច្បាស់លាស់100%អញ្ចឹងគេអាចចោទប្រកាន់គេឲ្យជនសង្ស័យរួចខ្លួនគេឲ្យជនជាប់ចោទរួចខ្លួនជាច្បាប់អញ្ចឹងជាសាធារណៈឲ្យតែមានវិមតិសង្ស័យគឺបានប្រយោជន៍ទៅលើយុត្តិធម៌អញ្ចឹងត្រូវការស៊ើបអង្កេតហើយតែមានវិមតិសង្ស័យហើយបានន័យថាគេចាត់ទុកថាជននោះបានប្រព្រឹត្តដែរព្រោះដោយសារអីអត់មានការស៊ើបអង្កេតអញ្ចឹងមកខ្ញុំលើកទឹកចិត្តឲ្យរដ្ឋាភិបាលកម្ពុជាពេលដែលមានឈ្មោះនរណាក៏ដោយកូនចៅបងប្អូនកូនក្មួយអីក៏ដោយយើងត្រូវការស៊ើបអង្កេតដើម្បីទី1លាងសម្អាតគេឈ្មោះរបស់កូនចៅខ្លួនហើយក៏តកូលខ្លួនដែរព្រោះតកូលហ៊ុនទៀតនេះឃើញហ៊ុនតូហើយដល់ពេលគេនិយាយទៅថាដល់ពេលមានរឿងអីតាក់ទងនឹងតកូលហ៊ុនប៉ះមិនបានអីចឹងទៀតហើយដល់ពេលហើយអត់ចាត់ការធ្វើឲ្យគេសង្ស័យនឹងត្រូវគេថាអីថាទៅកុំធ្វើឲ្យត្រូវដូចគេថាអញ្ចឹងហើយបានខ្ញុំលើកទឹកចិត្តបើគេចោទលោកលីយ៉ុងផាត់ពីរឿងបាត់អក្រិតអីស៊ើបអង្កេតលោកលីយ៉ុងផាត់ទៅហើយរកឃើញថាគាត់អត់មានបាត់អក្រិតអីក៏លៀងខ្លួនគាត់ចឹងទៅគេស៊ើបអង្កេតរឿងគេចោទពីលោកសសុខាណេតសវឿនឬក៏លោកយឹមលាក់ឬក៏អ្នកណាផ្សេងទៀតគឺយើងស៊ើបអង្កេតទៅព្រោះអីជាកាតព្វកិច្ចសាធារណៈអន្តរតែយើងអត់ធ្វើដល់ពេលអត់ធ្វើឲ្យមានមន្ទិលឥឡូវរឿងនេះគឺតាសួរថាតើលោកហ៊ុនតូនឹងជាប់ទោសជាប់អីយើងអត់ដឹងព្រោះអីជាការសម្រេចរបស់តុលាការអូស្ត្រាលីឲ្យសារព័ត៌មានហើយសារព័ត៌មានមិនមែនជាតុលាការទេសារព័ត៌មាន Al Jazeera អាចបន្តផ្សព្វផ្សាយព័ត៌មានស៊ើបអង្កេតស្រាវជ្រាវរបស់ខ្លួនបន្តថែមទៀតតទៅនឹងលោកហ៊ុនតូចាប់ផ្ដើមចេញពីសាលដីកាសាលក្រមតុលាការអូស្ត្រាលីនេះហើយយើងនឹងមើលទៀតថាតើនឹងមានរឿងអីហើយសួរថាតើគេចាប់ខ្លួនលោកហ៊ុនតូឬក៏យ៉ាងណាវាអត់មានដីកាណាគេចាប់ខ្លួនហើយទៅចាប់ខ្លួនលោកហ៊ុនតូហ្នឹងក៏មិនដឹងចាប់យ៉ាងម៉េចដែរព្រោះអីលោកហ៊ុនតូបើតាមព័ត៌មានផ្សាយកន្លងមកហ្នឹងគឺថាទូតអូស្ត្រាលីបានបដិសេធទិដ្ឋាការគាត់អត់ឲ្យចូលអូស្ត្រាលីតាំងឆ្នាំ2003មកម្លេះដូច្នេះមកដល់មកហ្នឹងអត់ដឹងថាលោកហ៊ុនតូចេញចូលអូស្ត្រាលីបានឬមិនបានយើងអត់មានព័ត៌មានអញ្ចឹងច្រើនទេព្រោះអីព័ត៌មានបែបនេះគឺភាគច្រើនជាព័ត៌មានលក្ខការសម្ងាត់របស់គេហ្នឹងហើយមិនមានអ្នកណាបញ្ចេញឲ្យយើងដឹងអីទេហើយសម័យខ្លួនក៏មិននិយាយអីជាសាធារណៈទៀតដូច្នេះគឺភាគច្រើនគឺជាការមន្ទិលសង្ស័យប៉ុន្តែបងប្អូនតាមដានតទៅទៀតទៅយ៉ាងណាខ្ញុំលោកហ៊ុនតូក៏នៅតែជាមនុស្សដែលមិនទាន់មានកំហុសអីទាំងអស់ព្រោះអត់ទាន់មានតឡាការណាចោទប្រកាន់ទេគ្រាន់តែមានការសង្ស័យហើយចាញ់ក្តី Al Jazeera អញ្ចឹងយើងតាមដានទាំងអស់គ្នាតទៅទៀតបាទរឿងបន្ទាប់ទៅទៀតនេះគឺតកតងនឹងរឿងយោធាថៃទាត់ចោលការតវ៉ារបស់កម្ពុជារឿងឈ្លានពានទឹកដីដោយថាអ្វីគឺថៃធ្វើតាមតែការព្រមព្រៀងគ្នាក្នុងបទជប់បាញ់បងប្អូនប្រហែលជាចាំហើយម្សិលមិញខ្ញុំផ្សាយអត្ថបទមួយរបស់ក្រសួងការបរទេសដែលប្រាប់ថាមានទីតាំងថ្មី12កន្លែងទៀតដែលថៃទន្ទ្រានឈ្លានពានអាហ្នឹងអត់និយាយពីរឿងពយប្រាសាទព្រះវិហារឬវត្តកែវសិក្ខាគិរីស្វារៈទេណាអញ្ចឹងរឿងហ្នឹងគឺថាវាចុកចាប់មកលឺហើយលឺទៀតគឺថាគេទន្ទ្រានគ្រប់កន្លែងហើយយើងអត់មានព័ត៌មានហ្នឹងឯងតតែពេលទឹកដល់ច្រមុះបានលឺទៅអាដំបង14ទីតាំងស្ងាត់ឈឹងដល់ពេលលឺសូនៅថ្មដានៅអីខេត្តពោធិ៍សាត់ទៅអភិបាលខេត្តនឹងចុះទៅក៏លឺទីតាំងថ្មីទៀតអត់មាននៅក្នុងបញ្ជីដើមតែ14ហ្នឹងទេដល់ឥឡូវម្សិលមិញម្សិលមួយថ្ងៃចេញទីតាំង12ថ្មីចេះតែម្ដងគឺថាថៃកំពុងទន្ទ្រានឈ្លានពានដែរឥឡូវយើងឃើញ26អត់រាប់ពយប្រាសាទព្រះវិហារអត់រាប់រឿងវត្តកែវសិក្ខាគិរីស្វារៈហ្នឹងបូកចូលគ្នា28លោកអ៊ុំសំអានរកឃើញដល់ទៅ45ទីតាំងយើងចបោកច្បាស់ក្នុងនាមជាខ្មែរយើងអត់ដឹងថាទីតាំងដែលថៃវាយបាននៅតំបន់ណាផងយើងនាំគ្នាទាយរដ្ឋាភិបាលចង់ឲ្យឬរដ្ឋាភិបាលថាអត់ទេយើងគ្រប់គ្រង100%ទៅអាមីអាថោហ្នឹងផ្សព្វផ្សាយជេរបចោលគ្នាថាអ្នកណាថាថៃយកបានថាយើងនឹងញុះញង់អីអញ្ចឹងតែរដ្ឋាភិបាលអត់ផ្សាយព័ត៌មានហ្នឹងទេហើយអាហ្នឹងហើយដែលធ្វើឲ្យយើងចាញ់ព័ត៌មានថៃគ្រប់រឿងដោយសារអីទី1យើងអត់មានព័ត៌មានពិតខ្លួនឯងទី2រដ្ឋាភិបាលអត់ប្រាប់ការពិតគ្រប់យ៉ាងដល់ប្រជាពលរដ្ឋមានតែនយោបាយប្រជាពិធអីអញ្ចឹងទៅឥឡូវដល់ពេលយើងប្រាប់ថាមានទីតាំង12ហ្នឹងដែលមានបន្ថែមទៀតដែលថៃកំពុងតែជីកលេនឋានកាយស្អីសពបែបយ៉ាងសង់ដាក់រូបពុទ្ធបដិមាអីធ្វើហេដ្ឋារចនាសម្ព័ន្ធផ្លូវចាក់បេតុងចាក់ធ្វើចដើដៃចដើអីតែយើងទៅអំពាវនាវសុំឲ្យគេឈប់ធ្វើអញ្ចឹងទៀតតវ៉ាដាច់អហង្ការតវ៉ាតតែដាច់ខ្យល់ស្លាប់ទៀតក៏ថៃគេមិនឈឺក្បាលនឹងយើងដែរហើយដល់ពេលតវ៉ាអស់ចិត្តដឹងថៃគេថាម៉េចថ្ងៃហ្នឹងយោធាថៃគេថា
ការតវ៉ាទាមទាររបស់កម្ពុជាគ្មានមូលហេតុគ្មានមូលដ្ឋានត្រឹមត្រូវចោទប្រកាន់គេទាំងបំពេញថាគេឈ្លានពានដែនអធិបតេយ្យកម្ពុជាធ្វើអីផ្ដេសផ្ដាសទាំងខ្លួនបានយល់ព្រមជាមួយថៃរួចទៅហើយក្នុងបាត់ឈប់បាញ់កិច្ចព្រមព្រៀងជាមួយគ្នាអ្នកណានៅណាអ្នកណានៅនឹងបងប្អូនឃើញខ្ញុំនិយាយដដែលជាដដែលយើងមានដងដាវយើងមានបៀអាត់មានកចាស់លេងក្នុងរឿងបៀកតេខ្ញុំមិនចង់និយាយរឿងលបែងទេយើងតែលាក់ធីបចោលទាំងអស់លើក2ប៊ិច3ប៊ិចយកមកលេងហើយយើងតែលេងអីឈ្នះគេតែយើងលេងបៀដែលយើងល្អយើងអត់ទាំងយកមកប្រើដងដាវយើងមានយើងហុចឲ្យថៃចាក់យើងនឹងចាក់អីឥឡូវគេថាយោធាថៃបានបដិសេធចោលការចោទប្រកាន់របស់កម្ពុជាទៅភាគីថៃដែលថាថៃឈ្លានពានដែនអធិបតេយ្យរបស់កម្ពុជាហើយបញ្ជាក់ជាថ្មីម្ដងទៀតថាអ្វីដែលថៃធ្វើនេះគឺធ្វើតាមអ្វីដែលព្រមព្រៀងគ្នាក្នុងបទជប់បាញ់កាលពីថ្ងៃទី27ខែធ្នូឆ្នាំ2025យោធាភូមិន្ទថៃគឺនៅថ្ងៃពហុនេះបានទាត់ចោលនេះគឺជាសារព័ត៌មានថៃផ្សាយគ្រប់តប៉ុសទេបងប្អូនទាត់ចោលនៅការអះអាងរបស់ភាគីកម្ពុជាដែលថាថៃរំលោភដែនអធិបតេយ្យកម្ពុជាធ្វើសាងសង់សំណង់ដោយគ្មានការអនុញ្ញាតប្រព្រឹត្តអំពើឈ្លានពានបំពាននៅក្នុងព្រំដែនបង្កើតឲ្យមានសកម្មភាពដែលចូលក្នុងដែនអធិបតេយ្យកម្ពុជាលក្ខនឹងលក្ខអីអញ្ចឹងប៉ុន្តែថៃអះអាងថាអ្វីដែលថៃធ្វើនេះគឺក្នុងដែនអធិបតេយ្យរបស់ថៃដែលគ្រប់គ្រងហើយមានប័ណ្ណឈប់បាញ់ព្រមព្រៀងគ្នានៅក្នុងដែនអធិបតេយ្យរបស់ថៃទៀតណែគេនិយាយចឹងហើយអ្នកនាំពាក្យរបស់យោធាថៃលោកវិនថៃសុវរីនឹងបន្តថាអ្វីដែលខាងកម្ពុជាលើកឡើងអះអាងថាថៃឈ្លានពានឬបំពានធ្វើនៅកន្លែងចូលដីខ្មែរអីហ្នឹងគឺជាការដែលអះអាងចោតប្រកាន់ថៃទេព្រោះអីថៃគេបានធ្វើអ្វីអនុវត្តទៅតាមតលក្ខខណ្ឌដែលមានចែងនៅក្នុងបទឈប់បាញ់ហើយដែលគណៈកម្មការព្រំដែនទូទៅ GBC រៀបចំព្រមព្រៀងគ្នាតាំងពីថ្ងៃទី27ខែធ្នូនោះដែលឲ្យភាគីទាំងសងខាងអ្នកណានៅណានឹងនៅនឹងនិយាយទៅគឺថៃខ្ញុំអត់ដឹងថាតើហេតុអីបានជាកម្ពុជាយើងលេងលបែងនេះជាមួយថៃសោះព្រោះនេះមិនមែនជាទម្លាប់កម្ពុជាទេយើងលេងលបែងដែលយើងអត់ឈ្នះគេយើងអត់ដែលលេងលបែងមួយនៅក្នុងពេលដែលយើងមានកិច្ចសន្យាជាមួយគេហើយយើងទៅលុបចោលយើងចាប់ដៃគេហើយយើងឈូសចោលទេព្រោះអីកិច្ចសន្យានៃបទឈប់បាញ់នេះគឺជាកិច្ចសន្យាដ៏ធំណាស់សម្រាប់កម្ពុជាជាការពិតវាជាសមិទ្ធិធំណាស់សម្រាប់រដ្ឋាភិបាលកម្ពុជាដែលនាំឲ្យមានការឈប់បាញ់រហូតដល់ពេលឥឡូវអត់មានស្លាប់ជីវិតមនុស្សជនភៀសសឹកបានវិលទៅលំនៅឋានវិញជិតអស់ហើយជាង 90% នៅសល់តែជាង 30,000 នាក់ជាងតែប៉ុណ្្នឹងទេគឺទៅអស់ជាង 600,000 នាក់ហើយដូច្នេះនេះគឺជាជោគជ័យធំណាស់សម្រាប់រដ្ឋាភិបាលកម្ពុជាក្នុងការរក្សាឲ្យមានស្ថិរភាពមួយលែងបាញ់គ្នាប៉ុន្តែអ្វីដែលធ្វើនេះគឺជាការបាត់បង់ដ៏ធំធេងណាស់សម្រាប់កម្ពុជាវាជាការធ្វើសម្បទានមួយដែលមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រដែលយើងសុកចិត្តឲ្យគេនៅណាឈរជើងនៅណាឈរជើងនៅហ្នឹងពេលដែលយើងសញ្ញេបាត់ឈប់បាញ់នេះគឺបានន័យថាដូចយើងកាត់ដីឲ្យថៃអញ្ចឹងណាបងប្អូនរឿងនេះឯងដែលអ៊ុយក្រែននិងរុស្ស៊ីអត់អាចត្រូវគ្នាបានព្រោះអីរុស្ស៊ីទាឲ្យមានបាត់ឈប់បាញ់ទឹកដីដែលរុស្ស៊ីវាយអ៊ុយក្រែនកំពុងទន្ទ្រានបាន 25% នៅក្នុងទឹកដីអ៊ុយក្រែនគឺរុស្ស៊ីថាបាត់ឈប់បាញ់អ្នកណានៅណានៅហ្នឹងបានរុស្ស៊ីឈប់បាញ់អ៊ុយក្រែនសុកចិត្តឲ្យសង្គ្រាមនេះកើតឡើង4ឆ្នាំសុកចិត្តវាយបកអ៊ុយក្រែនរុស្ស៊ីវិញដោយមិនចុះអាបាត់ឈប់បាញ់ដែលធ្វើឲ្យដីនឹងបាត់ព្រោះតែសញ្ញេហើយគឺវាចប់ហើយคล้ายជាកិច្ចព្រមព្រៀងហើយកិច្ចព្រមព្រៀងមួយសន្លឹកនេះគឺថៃនឹងយកមកវាយខ្មែរគ្រប់ពេលយើងអត់មានលេសអីទេបងប្អូនយើងចុះកិច្ចសន្យាជាមួយគេយើងព្រមព្រៀងឲ្យគេនៅណានៅនឹងគេមានមកធ្វើអីឆ្លងចូលមកដីយើងគឺគេធ្វើនៅក្នុងដីយើងដែលគេដណ្ដើមបានហើយយើងជាម្ចាស់ផ្ទះព្រមឲ្យគេនៅណានៅនឹងគេមានមកជីកបលាយកាយប្រឡងចូលដល់ក្នុងដែនអធិបតេយ្យរបស់កម្ពុជាបន្ថែមទៀតណាថៃគេនិយាយចឹងព្រោះអីកាលយើងព្រមព្រៀងគ្នាកាលពីថ្ងៃទី27ខែធ្នូហ្នឹងគឺបានន័យថាមាត្រា2ហ្នឹងនិយាយថាអ្នកណានៅហ្នឹងហើយកុំតែរុលថែមកុំតែបន្ថែមកម្លាំងថែមអីចឹងចឹងដូច្នេះថៃគេយកអញ្ចឹងជាកំបិតរបស់គេយកមកចាក់យើងណាបងប្អូនយើងមានដងដាវគឺតុលាការយុត្តិធម៌អន្តរជាតិនិងតុលាការព្រហ្មទណ្ឌអន្តរជាតិយើងមិនខ្ចីប្រើ
យើងសុកចិត្តនិយាយជាមួយថៃទាំងយើងដឹងថាថៃគេស៊ីយើងផុយហើយតវ៉ាទៀមទៀតកោតទោសតវ៉ាទៀមទៀតកោតទោសជូនដំណឹងអំពីវនីវស្នើសុំមិនទទួលស្គាល់700ដងជាងហើយថៃនិយាយដដែលថាគេធ្វើទៅតាមបទជប់បាញ់មិនទៅមើលបទជប់បាញ់ឡើងវិញតើយើងមានអីទៅឈ្នះថៃនៅក្នុងរឿងនេះហេតុអីបានជាយើងយកជំរឿសដែលមិនឈ្នះគេហើយយកមកធ្វើដដែលហើយរំពឹងថាបានលទ្ធផលថ្មីខ្ញុំអត់យល់ជំរឿសរបស់យើងគឺមិនអាចទៅជំរឿសដដែលទៀតទេជំរឿសរបស់យើងគឺជំរឿសតឡាការយុតិធធអន្តរជាតិនិងតឡាការព្រហ្មទណ្ឌអន្តរជាតិកុំឲ្យថៃមើលងាយយើងថៃមើលងាយយើងណាថៃស្ទើរតែគិតថាយើងនឹងមិនចេះច្បាប់អីផងទេនេះព្រោះគេនិយាយឲ្យតែមានកិច្ចព្រមព្រៀងហើយគឺមានកិច្ចព្រមព្រៀងហើយព្រោះតែយើងបំពេញកិច្ចព្រមព្រៀងហ្នឹងគឺបានន័យថាយើងមានអីទៅនិយាយអីកើតទៀតអញ្ចឹងមានសង្គ្រាមទៀតឬក៏យ៉ាងម៉េចអញ្ចឹងយើងអាចនិយាយអំពីបទឈប់បាញ់នឹងបានទៀតទេព្រោះថៃគេថាគេអនុវត្តបទឈប់បាញ់យើងក៏អនុវត្តបទឈប់បាញ់សំខាន់គឺយើងវាមិនអាចទៅធ្វើអីកើតនៅក្នុងដីយើងធ្វើក៏វាគ្មានប៉ះពាល់ថៃអីដែរប៉ុន្តែថៃសង់សំណង់គឺវាប៉ះពាល់រកម្មចិត្តយើងព្រោះអាដីនឹងដណ្ដើមពីខ្មែរបានប៉ុន្តែដល់ពេលដណ្ដើមបានតែវាមានកិច្ចព្រមព្រៀងបទឈប់បាញ់អញ្ចឹងហើយបានជាឲ្យដាក់ពាក្យប្តឹងហ្នឹងហើយយើងមិនដាក់ពាក្យប្តឹងយើងតវ៉ាហើយយើងស្ដាប់ពីប្រសាសន៍របស់អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាវិញគាត់ថាអញ្ចេះលោកប៉ែនបូណាថាការតវ៉ាជាផ្លូវការមានសារៈសំខាន់3យ៉ាងក្នុងការការពារបូរណភាពទឹកដីកម្ពុជាទី1វាគឺជាសារព្រមានទៅភាគីថៃថាកម្ពុជាគឺជាម្ចាស់កម្មសិទ្ធិលើទីតាំងទាំងនោះដែលភាគីថៃមិនអាចធ្វើអ្វីនៅទីនោះបានឡើយមិនអាចធ្វើអ្វីនៅទីនោះបានឡើយគេពងតែធ្វើតាគេធ្វើអីតាមានតែធ្វើស្អីអត់បានគេរៀលដាលគេដាក់បន្លាលួសដាក់កុងតឺន័រគេសង់គេជីកគេហៅមនុស្សទៅមើលគេលើកទង់ជ័យគេជប់លៀងគេច្រៀងរាំអីនៅតែលើដីយើងហ្នឹងមិនគេថាធ្វើអីមិនបានគេកំពុងតែធ្វើតាទី2លោកថាវាគឺជាឯកសារភស្តុតាងដែលមានតម្លៃគតិយុត្តសម្រាប់ដោះស្រាយបញ្ហាទឹកដីតាមច្បាប់អន្តរជាតិខ្ញុំមិនជំទាស់លោកប៉ែនបូណារឿងចំណុចទី2រឿងថាវាជាឯកសារគតិយុត្តជារដ្ឋាភិបាលយើងត្រូវការតវ៉ាឲ្យដាច់ព្រោះដើម្បីច្បាប់ទំនៀមទម្លាប់អន្តរជាតិតែយើងតវ៉ាគឺគេមានចាមកថាប្រទេសសម័យអត់ព្រមទេដូច្នេះបើគេចង់ប្តឹងពេលណាក៏បានដែរដោយសារតែគេបានប្រាប់ថាគេតវ៉ារឿងចំណុចទី2នេះណាគឺជាកំបិតចិត្តដងឯងមួយតាក់ទងនឹងរឿងកោះកុដខ្ញុំបានប្រាប់ជាច្រើនដងហើយថារឿងកោះកុដនេះណាមេដឹកនាំខ្មែរចំនួនណាក៏ដោយបានមិនបានគឺអត់មានត្រូវការបោះបង់ការតវ៉ាទេយើងត្រូវតែចេញសេចក្តីថ្លែងការណ៍តវ៉ាប៉ុន្តែកម្ពុជាប្រមាណសារចុងក្រោយនេះនៅពេលដែលថៃមានលោកថាក់ស៊ីនផងមាននាងបថងឋានស៊ីនវត្តនៅផងលើកឡើងថាកោះកុដជាកម្មសិទ្ធិរបស់ថៃមិនមែនតែ 100% ទេ1លាន%ខ្មែរយើងអត់និយាយអីម៉ាត់នេះចឹងបានន័យថាអ្វីដែលលោកប៉ែនបូណាលើកឡើងនេះគឺជាអ្វីដែលជាកំបិតចិត្តដងដល់រដ្ឋាភិបាលកម្ពុជានេះថាបោះបង់កោះកុដជារហូតហើយព្រោះយើងអត់បានតវ៉ាទេកុំភ្លេចថាការតវ៉ានេះមានតាំងពីរបបសាធារណរដ្ឋរបស់លោកសេនាប្រមុខលន់នល់មានតាំងពីសម័យសង្គមរាស្ត្រនិយមមានតាំងពីសម័យខ្មែរក្រហមមកអត់តែសម័យរដ្ឋកម្ពុជាយើងហើយនឹងសម័យបច្ចុប្បន្ននេះទេដែលអត់ទាន់មានសេចក្តីថ្លែងការណ៍ណាមួយដែលទាមទារថាកោះកុដគឺជាចំណែករបស់ខ្មែរជាសាធារណៈយើងអត់ដឹងព្រោះអីលោកហ៊ុនម៉ាណែតកាលពីមុនឲ្យតែពេលយើងនិយាយរឿងកោះកុដគាត់និយាយថាកុំចេះកុំសួរកុំនាំអីគេចេះគិតគេចេះអីហើយកោះកុដវាអត់បាត់ទៅណាទេវានៅតែហ្នឹងនេះមិនមែនជាភាសាតវ៉ាទេភាសាតវ៉ាមិនមែនមេដឹកនាំទៅឡើងនិយាយប្រហើតាមប្រព័ន្ធផ្សព្វផ្សាយថាកោះកុដនៅណានៅហ្នឹងឯងយើងមិនឲ្យបាត់ដីសំបីតែ1មីលីម៉ែត្រទេប៉ុន្តែអត់បានដាក់ការតវ៉ាចុះបើឥឡូវហេតុអីបានតវ៉ាដល់700-800 ដងជាមួយថៃអីក៏សម្បើមកម្លេះហើយដល់ពេលតវ៉ាច្រើនដងអត់ព្រមដាក់ប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិនិងតុលាការព្រហ្មទណ្ឌអន្តរជាតិយើងមកស្អំចិត្តប្រជាពលរដ្ឋថាកុំភ័យការតវ៉ានឹងបានជោគជ័យវាជាការពិតជាផ្លូវច្បាប់
គឺយើងត្រូវធ្វើដូច្នេះដើម្បីប្រាប់គេថាយើងមិនពេញចិត្តដើម្បីយកជាផុសតាងនៅក្នុងការតវ៉ាលើកក្រោយខ្ញុំគ្រាន់តែនិយាយទៅវិញថាបើធ្វើដូច្នេះកុំភ្លេចតវ៉ារឿងកោះគុតផងណាព្រោះអីរឿងកោះគុតយកឲ្យបានតវ៉ាទេអញ្ចឹងយើងនឹងបាត់កោះគុតជារៀងរហូតហើយខ្ញុំនិយាយនេះគឺនិយាយពីបច្ចេកទេសផ្លូវច្បាប់ព្រោះច្បាប់អន្តរជាតិទំនៀមទម្លាប់អន្តរជាតិបើយើងបាត់ការតវ៉ាគេចាត់ទុកថាយើងយល់ព្រមនៅអ្វីដែលភាគីម្ខាងទៀតថាជារបស់គេគឺយើងបាត់សិទ្ធិតវ៉ាតែអានេះល្អហើយខ្ញុំយល់ស្របតាមលោកប៉ែនបូណាថាយើងតវ៉ាអញ្ចឹងទៅគឺធ្វើឲ្យគេដឹងខ្លួនថាយើងមិនព្រមទេប៉ុន្តែបទល្មើសចាក់ស្ដែងបែបនេះអត់តវ៉ាទេយើងតវ៉ាតែបទល្មើសដែលកើតឡើងយូរហើយយើងនៅរ៉ាំរ៉ៃតវ៉ាបទល្មើសព្រំដែនណាគឺជាបទល្មើសចាក់ស្ដែងស្លាប់ទាហានយើងគេចូលទន្ទ្រានឈ្លានពានដីយើងប្រជាពលរដ្ឋជនភៀសសឹកជាង6សែននាក់នារាសព្រាត់ប្រាសហេដ្ឋារចនាសម្ព័ន្ធយើងខ្ទេចខ្ទីគេចូលទម្លាក់គ្រាប់ជិត90គីឡូម៉ែត្រក្នុងដីកម្ពុជានេះជាបទល្មើសជាក់ស្ដែងអត់មានតវ៉ាទេគឺប្តឹងបងប្អូនពាក្យតវ៉ាអត់ដូចប្តឹងទេណាតវ៉ាគឺគ្រាន់តែជំទាស់គ្រាន់តែថាមិនទទួលស្គាល់ប៉ុន្តែបើអត់ប្តឹងទេវាអត់មានបណ្ដឹងនៅក្នុងតុលាការអន្តរជាតិទេវាអត់មានដំណោះស្រាយទេឬក៏មួយក៏យើងគិតថាតវ៉ាចោលសិនទៅចាំ5ឆ្នាំក្រោយ10ឆ្នាំក្រោយចាំយើងប្តឹងក៏បានដែរព្រោះមានឯកសារហ្នឹងបទល្មើសចាក់ស្ដែងអត់ត្រូវការចាំពេលទេយើងមើលតែករណីលោកកឹមសុខាមិនទៅចាប់គាត់បទល្មើសចាក់ស្ដែងទាំងកណ្ដាលយប់ពេលដែលគាត់ថ្លែងសារនៅអូស្ត្រាលី4ឆ្នាំមុន3-4ឆ្នាំមុនទៅឃើញអាវីដេអូគេថ្លែងជាសាធារណៈយកលេសចាប់គាត់ថាជាបទល្មើសចាក់ស្ដែងចាប់ទាំងកណ្ដាលយប់រំលងអាត្រៀតចាប់យកទៅដាក់គុកហើយយើងបកស្រាយថានឹងបទល្មើសចាក់ស្ដែងដែលកើតឡើង4ឆ្នាំទៅហើយហ្នឹងយើងធ្វើកើតជាមួយខ្មែរគ្នាឯងយើងធ្វើកើតឲ្យតែបំផ្លាញខ្មែរគ្នាឯងគឺយើងធ្វើអីក៏បានតែទាញច្បាប់ឲ្យយឺតដោយកៅស៊ូប៉ុន្តែដល់ពេលទាមទារដែនអធិបតេយ្យថៃមានឯកសារភស្តុតាងជាក់លាក់ថាគេឈ្លានពានគ្រប់ឯកសារគ្រាន់តែតវ៉ាគេជាង700ដងយើងអត់ប្តឹងយើងអត់ព្រមប្តឹងឲ្យទៅមកប្រាប់ថាតវ៉ាបានហើយប៉ុណ្ណឹងអាចទាដីថៃបានហើយបើការតវ៉ាទាដីពីគេបានណាបទល្មើសទាំងអស់នៅលើពិភពលោកនេះរួមទាំងបទល្មើសព្រមមិនទាន់នៅស្រុកខ្មែរផងគេអត់ចាំបាច់ទៅឲ្យប៉ូលីសរវល់ទេ